ទំនួលខុសត្រូវដែលអ្នកទាំងអស់គ្នាត្រូវមានមកលើខ្លួនឯងទី1ស្រឡាញ់និងមើលថែខ្លួនឯងអត់មានណាគេមកស្រឡាញ់យើងគិតដល់យើងបារម្ភពីយើងយកចិត្តទុកដាក់មួយយើងធ្វើអីដើម្បីយើងគ្រប់ពេលវេលានោះទេសូម្បីតែម៉ាក់ប៉ាយើងក៏ដោយយើងអត់ក្មេងទៀតទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវមានទំនួលខុសត្រូវមកលើជីវិតខ្លួនឯងត្រូវតែចេះស្រឡាញ់ខ្លួនឯងត្រូវតែចេះមើលថែខ្លួនឯងឲ្យបានល្អទី2ដោះស្រាយបញ្ហាជីវិតរបស់យើងដោយខ្លួនឯងយើងមានទំនួលខុសត្រូវលើជីវិតខ្លួនយើងអត់អាចពឹងពាក់អ្នកដទៃឲ្យគិតដោះស្រាយជំនួសយើងឲ្យជួយយើងរហូតបានទេសូម្បីតែម៉ាក់ប៉ាយើងគ្រួសារយើងដៃគូយើងគាត់អាចជួយយើងគ្រប់ពេលវេលាទាំងអស់បានឡើយប៉ុន្តែយើងមានសិទ្ធិក្នុងការសុំជំនួយពីអ្នកដទៃត្រូវចាំថារឿងរបស់យើងគឺយើងជាអ្នកដោះស្រាយមិនមែនរឿងរបស់យើងគឺជាទំនួលខុសត្រូវរបស់អ្នកដទៃត្រូវតែជួយដោះស្រាយបញ្ហានិងជំនួសយើងឡើយទី3ការអភិវឌ្ឍលើសមត្ថភាពនិងចំណេះដឹងមកលើខ្លួនឯងយើងមានទំនួលខុសត្រូវ 100% ហ្មងចំពោះជោគវាសនារបស់ខ្លួនឯងទៅលើការសិក្សាការងារនិងអនាគតរបស់យើងអត់មានណាគេមកជួយយើងរហូតនោះទេសូម្បីតែម៉ាក់ប៉ាយើងគាត់ក៏អាចគត់គង់យើងពេញមួយជីវិតចិញ្ចឹមយើងពេញមួយជីវិតដែរអត់មានណាគេអាចមករៀនជំនួសយើងបានទេម៉ាក់ប៉ាយើងគ្រួសារយើងគាត់បានត្រឹមតែគត់គង់ការសិក្សាយើងបានរៀនបានខ្ពង់ខ្ពស់ប៉ុន្តែបើសិនជាយើងអត់ខិតខំរៀនតែខ្លួនឯងយើងអត់ប្រឹងរៀនទេយើងនឹងអត់អាចអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យពូកែឲ្យចេះបានឡើយជោគវាសនារបស់យើងស្ថិតទៅលើយើងខ្លួនឯងត្រូវតែខិតខំប្រឹងប្រែងត្រូវតែអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យខ្លាំងពូកែដើម្បីអនាគតរបស់យើងទី4ទំនួលខុសត្រូវទៅលើសេចក្តីសុខអ្នកទាំងអស់គ្នាមានទំនួលខុសត្រូវ 100% មកចំពោះការគិតការសម្រេចចិត្តនិងការជ្រើសរើសនោះរឿងទាំងអស់ហ្នឹងគឺស្ថិតទៅលើការគ្រប់គ្រងរបស់អ្នកទាំងអស់គ្នាជ្រើសរើសផ្លូវមួយណាចង់គិតបែបណាចង់សម្រេចចិត្តបែបណាចង់ជ្រើសរើសផ្លូវណាគឺជាសិទ្ធិរបស់យើងអត់មានណាគេមកអាចខំយើងបានទេបើសិនជាអ្នកទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពជីវិតដែលមិនល្អអ្នកទាំងអស់គ្នាមានសិទ្ធិជ្រើសរើសថាចង់បន្តនៅកន្លែងហ្នឹងឬក៏ចង់ដើរទៅមុខចង់ឲ្យខ្លួនឯងចាក់ចេញពីកន្លែងហ្នឹងគឺជាការសម្រេចចិត្តរបស់យើងត្រូវចាំថាទោះបីជាមានអ្នកដទៃមកជួយយើងហុចដៃជួយយើងមិនក៏ដោយបើយើងអត់ខំប្រឹងឡើងខ្លួនឯងអត់ខោកឈរអត់រឹងមាំអត់ឡើងខ្លួនឯងទេក៏អត់មានអ្នកគេអាចជួយយើងបានដែរអញ្ចឹងកន្លែងណាដែលធ្វើឲ្យយើងអត់ស្វាយចិត្តកន្លែងណាមិនល្អសម្រាប់យើងមានសិទ្ធិក្នុងការចាក់ចេញពីកន្លែងហ្នឹងទៅរកកន្លែងណាដែលធ្វើឲ្យយើងមានក្តីសុខធ្វើឲ្យជីវិតរបស់យើងល្អប្រសើរជាងនឹងសរុបមកវិញយើងទាំងអស់គ្នាមានទំនួលខុសត្រូវលើជីវិតខ្លួនឯងទាំងស្រុងហ្មងទាំងជោគវាសនាយើងទាំងអនាគតរបស់យើងទាំងជីវិតគូរបស់យើងទាំងក្តីសុខរបស់យើងផ្សេងគឺសិទ្ធិទៅលើការគ្រប់គ្រងរបស់យើងខ្លួនឯងមិនមែនជាទំនួលខុសត្រូវរបស់ណាគេម្នាក់ដូចជាម៉ាក់ប៉ារបស់យើងឬក៏ដៃគូរបស់យើងប្តីប្រពន្ធយើងមិនមែនជាទំនួលខុសត្រូវរបស់គាត់ទេពួកគាត់ក៏មានជីវិតរបស់គាត់មានទំនួលខុសត្រូវលើជីវិតរបស់គាត់ដែរគុំទម្លាក់ទំនួលខុសត្រូវទាំងសងបញ្ហារបស់យើងទាំងសងទៅលើអ្នកដទៃឲ្យជួយដោះស្រាយយើងជាម្ចាស់ជីវិតរបស់ខ្លួនឯងយើងត្រូវតែមានទំនួលខុសត្រូវលើបញ្ហារបស់យើងខ្លួនឯងកុំឲ្យបញ្ហាជីវិតរបស់យើងខ្លាចទៅជាបន្ទុករបស់អ្នកដទៃយើងមានទំនួលខុសត្រូវលើជីវិតរបស់យើង 100% អរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយពីខ្ញុំសេនីតាបាយបាយ